តើពាក្យព្រៃគុករវាងកស្រៈអុនិងកនិងកស្រៈអុនិងហតនឃាតមួយណាជាពាក្យត្រឹមត្រូវបងប្អូនកាលពីមួយរយៈមុនខ្ញុំបានបង្ហោះពី caption មួយក៏ដូចជា poster មួយនិយាយពីមន្តដុតព្រៃគុកដែលបងប្អូនប្រកាសជាឃើញហើយមានបងប្អូនយើងជាច្រើនចូល comment ថាកស្រៈអុនិងកទៅមិនមែនជាពាក្យត្រឹមត្រូវទេក្នុងការសរសេរបរិបទនៃប្រាសាទសម្បូរព្រៃគុកបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់បកស្រាយពីរវាងពាក្យកស្រៈអុនិងកស្រៈអុនិងហតនឃាតបើយើងមើលទៅកាន់វចនានុក្រមខ្មែរកស្រៈអុនិងកអានគុកគឺជាកន្លែងមួយដែលសម្រាប់ដាក់អ្នកទោសឬក៏ជាពន្ធនាគារចំណែកឯកស្រៈអុនិងហតនឃាតគឺជាពាក្យមួយដែលជាពាក្យបាលីដែលបានមកពីពាក្យគុហេហ្នឹងគឺជាមានន័យថាកន្លែងរូងភ្នំអីចឹងទៅបើយើងមើលទៅកាន់វចនានុក្រមខ្មែរយើងប៉ុន្តែបងប្អូននេះសម័យខ្មែរបុរាណរបស់បុព្វបុរសខ្មែរយើងគេប្រើពាក្យកស្រៈអុនិងកថ្មីត្បិតតែបច្ចុប្បន្នយើងនិយមហៅថាកស្រៈអុនិងកជាគុកដែលជាកន្លែងដាក់អ្នកទោសអីចឹងប៉ុន្តែនៅសម័យបុរាណក៏ដូចជាបុព្វបុរសខ្មែរយើងដាក់និយមនៃគុកថាគឺជាកន្លែងទីសក្ការៈបូជាដូចគ្នាចឹងសរុបមកវិញពាក្យកស្រៈអុនិងហតនឃាតដែលសរសេរក្នុងប្រាសាទសម្បូរព្រៃគុកមិនមែនជាពាក្យត្រឹមត្រូវទេហើយពាក្យដែលត្រឹមត្រូវគឺប្រាសាទសម្បូរព្រៃគុកគឺកស្រៈអុនិងកបងប្អូនប្រកាសជាឆ្ងល់ហើយអីបានខ្ញុំហ៊ានអះអាងហើយហ៊ាននិយាយថាកស្រៈអុនិងហតនឃាតមិនមែនជាពាក្យត្រឹមត្រូវនេះបើតាមយោងសម្ដីក៏ដូចជាប្រសាសន៍របស់បណ្ឌិតចិនច័ន្ទរតនាដែលជាប្រធានមូលនិធិគេដំណើរខ្មែរហើយនឹងជាអ្នកស្រាវជ្រាវអំពីប្រាសាទសម្បូរព្រៃគុកយើងហើយគាត់បាននិយាយប្រសាសន៍ដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងដែរហើយវីដេអូនេះដែរគឺខ្ញុំបានដកស្រង់ក៏ដូចជាសម្លេងដែលដកស្រង់ចេញពី website មួយដែលមានឈ្មោះថា RFI បងប្អូនអាចចូលទៅមើលចូលទៅស្ដាប់បានខ្ញុំនឹងដាក់ link ខាងក្រោមហើយបច្ចុប្បន្នភាពនេះគឺសំបីតែក្រសួងវប្បធម៌របស់យើងក៏សរសេរពាក្យថាប្រាសាទសម្បូរព្រៃគុកកស្រៈអុនិងកផងដែរអញ្ចឹងនេះគឺជាចម្ងល់ខ្ញុំពីមុនក៏មានចម្ងល់ដូចបងប្អូនដែរខ្ញុំតែនេះសរសេរថាកស្រៈអុនិងហតនឃាតប៉ុន្តែឥឡូវមុននឹងសរសេរឲ្យខ្ញុំក៏បានស្រាវជ្រាវដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងរវាងការបកស្រាយពីពាក្យថាព្រៃគុកអញ្ចឹងសរុបមកវិញពាក្យដែលត្រឹមត្រូវគឺប្រាសាទសម្បូរព្រៃគុកគឺកស្រៈអុនិងកអរគុណបងប្អូន